ញ៉ាំមួយញ៉ាំមួយញ៉ាំមួយមុននឹងធ្វើម្ហូបឆ្លៀតដើរទៅមើលកូនលេងនៅខាងមុខតិចសិនឃើញគេយកប៊ិចយកខ្មៅដៃអីបោះចាយគេហ្នឹងមកកបោបយកទៅអង្គុយលេងនៅមុខហ្នឹងហើយក៏ទុកគេលេងនៅជាមួយកង់ទៅហើយក៏ដើរមកធ្វើម្ហូបនៅក្រោយពួកឯងថ្ងៃនេះហ្នឹងគឺម្ហូបប្រាំងយូរដែរមុខម្ហូបថ្ងៃហ្នឹងគឺធ្វើប្រហុកលីងជាមួយនឹងទ្រាប់ពុតញោងណាបើអញ្ចឹងទៅវាអត់ពិបាកទេម្ហូបហ្នឹងប៉ុន្តែវាកាពិកប៉ុកច្រើនណាមានអាលីងទ្រាប់មួយម្ទេសមួយខ្ទឹមសខ្ទឹមក្រហមនោះទុកមួយលើសិនទៅឲ្យវាឆ្អិនងាយស្រួលដល់ពេលយើងដាក់ឆាមួយសាច់ជ្រូកវាអត់យូរអត់ប្រើពេលយូរហើយបន្ទាប់មកហ្នឹងក៏យើងបន្តមកហាន់សាច់ជ្រូកហើយសាច់ជ្រូកថ្ងៃនេះហាន់ឲ្យច្រាំអត់បានប្រើម៉ាស៊ីនកិនទេព្រោះអីម៉ាស៊ីនកិនទៅវាម៉ត់ជ្រុលវាអត់សូវឆ្ងាញ់អញ្ចឹងក៏ធំច្រាមដៃទៅហើយក៏មានសាច់កូនថៃច្វាខ្ញុំច្រាមលាយជាមួយនឹងប្រហុកខ្លះទៅដើម្បីឲ្យវាមានជាតិសាច់ថៃណាហើយយើងលាយមួយស្បែកជ្រូកមួយហើយដល់ពេលយើងដាក់រំលែងហ្នឹងគឺខ្ញុំបំពងខ្ទឹមមុនបំពងខ្ទឹមទៅឲ្យវាមានជាតិឈ្ងុយខ្ទឹមណាហើយមានជាតិប្រេងឆាលាយជាមួយនឹងសាច់ជ្រូកយើងផងដោយសារសាច់ជ្រូកហ្នឹងវាអត់សូវមានខ្លាញ់អញ្ចឹងទៅវារាងស្ងួតណាទៅបំពងខ្ទឹមឲ្យវាមានប្រេងរាងសើមទៅងាយស្រួលយើងឆាសាច់ជ្រូកហើយដល់ពេលសាច់ជ្រូកហ្នឹងវារាងសពតបានប្រហែលជា 30% ទៅ 40% ហ្នឹងខ្ញុំដាក់សាច់ត្រីយើងចូលសាច់ត្រីជាមួយប្រហុកឆាលាយជាមួយនឹងសាច់ជ្រូកហើយស្បែកជ្រូកយើងទៅឲ្យវាឆ្អិនប្រហែលជាបានមួយរធុធំដែរទៅដាក់ទ្រាប់ពុតញងហើយគ្រឿងយើងផ្សេងដែលលីងហើយហ្នឹងដាក់ចូលគ្នាឆាមួយរធុទៅត្រឡប់ចុះត្រឡប់ឡើងទៅចាំយើងវាយគ្រឿងប៉ុន្តែគ្រឿងហ្នឹងដាក់តែប៊ីចេងទេដាក់តែប៊ីចេងប្រហែលជាមួយស្លាបព្រាទៅពួកអីប្រហុកយើងហាងប្រៃដែរហាងប្រៃដោយសារវាច្រើនចង់និយាយថាធ្វើមកខ្ទះហ្នឹងហាងច្រើនណាអញ្ចឹងប្រហុកហាងប្រៃបន្តិចទៅក៏ដាក់តែប៊ីចេងឯងហើយបន្ទាប់មកទឹកក្រូចឆ្មាច្បាច់ទឹកក្រូចឆ្មាណាដាក់ចូលឲ្យវាមានជាតិជូរអែមប៉ុន្តែដោយសារទឹកក្រូចឆ្មាខ្ញុំវាហាងស្ទើទឹកក្រូចឆ្មាទឹកអំពិលទុំចេះតែច្រឡំនិយាយខុសទឹកអំពិលទុំវារាងស្ទើហ្នឹងក៏ច្បាច់ក្រូចឆ្មាមួយផ្លែទៀតចូលទៅដាក់ទៅវាមានជាតិរាងឈ្ងុយអំពិលទុំផងឈ្ងុយក្រូចឆ្មាផងតែតាមពិតយើងចង់ប្រើមួយណាក៏បានដែរទឹកក្រូចឆ្មាក៏បានទឹកអំពិលទុំក៏បានតាមចំណូលចិត្តចឹងណាដោយសារទឹកអំពិលទុំវាមានរាងជាតិផ្អែមតែកុំភ្លេចដាក់ស្ករផងបងប្អូនក្នុងនេះខ្ញុំអត់បានថតជាប់តែខ្ញុំដាក់ស្ករហើយគ្រឿងទេសហ្នឹងមានតែស្ករហើយនឹងប៊ីចេងឯងចឹងទៅដាក់តែ3មុខ